តាមរយៈបណ្ដាញសង្គមនៅក្នុងពេលបច្ចុប្បន្ននេះអាចនិយាយបានថាឃើញច្រើនមែនទែនអ្នកដែលគាត់មានបញ្ហា stress តាក់ទងជាមួយនឹងរឿងជាច្រើននៅក្នុងជីវិតរស់នៅប្រចាំថ្ងៃក៏ប៉ុន្តែ stress នឹងដែរវាបើសិនជាយើងអត់ចេះគ្រប់គ្រងវានឹងចាស់ផលប៉ះពាល់ទៅដល់សុខភាពយើងក៏ដូចជារូបរាងកាយរបស់យើងធ្ងន់ធ្ងរមែនទែនអ្នកទាំងអស់គ្នាអ្នកដែលគាត់ឧស្សាហ៍ stress ឬក៏គាត់អត់មានវិធីបំបត្តិ stress នៅឬក៏កាត់បន្ថយបន្ទូវាបានទេអាចឈានទៅដល់ខ្លាយទៅជាអ្នកជំងឺមហារីកអត់ដឹងថាមហារីកអីមួយទេប៉ុន្តែអ្នកដែល stress ហ្នឹងគឺឱកាសរបស់គាត់ខ្លាយទៅជាអ្នកជំងឺមហារីករហូតដល់ 80% អូខេអាហ្នឹងគឺជាពាក្យសម្ដីដែលចេញពីវិជ្ជបណ្ឌិតហ្មងមិនមែនខ្ញុំទេណាហ្នឹងហើយអូខេមួយទៀតគឺ stress ហ្នឹងដែរគឺវាធ្វើឲ្យមនុស្សម្នាក់ប្រែប្រួលសុខភាពនិងរូបរាងពីមនុស្សដែលមានរូបរាងសមសួនទៅជាមនុស្សដែលមានបញ្ហាលើសគីឡូខ្លាំងមានជាតិខ្លាញ់ច្រើននៅក្នុងខ្លួនព្រោះដោយសារតែអាចនិយាយបានថា lifestyle ឬក៏ការរស់នៅប្រចាំថ្ងៃហ្នឹងគឺយើងពេលដែលយើងបន្ធូរ stress គឺយើងរកវិធីដែលស្រួលអូខេខ្ញុំឧទាហរណ៍ដូចជាយកការញ៉ាំមកធ្វើជាវិធីនៅក្នុងការបំបត្តិ stress ឬក៏បន្ធូរ stress របស់ខ្លួនឯងអាហ្នឹងនិយាយសម្រាប់មនុស្សស្រីប៉ុន្តែបើមនុស្សប្រុសអាចថាចូល club ចូល karaoke ឬក៏ការផឹកស៊ីហ្នឹងគឺជាផ្នែកមួយនៃការបំបត្តិ stress ចុះមិនដែរបើសិនជាយើងផ្លាស់ប្ដូរការបន្ធូរបន្ថយ stress យើងតាមរយៈយើងទៅហាត់ប្រាណឲ្យបែបយើងទៅវាធ្វើឲ្យរាងកាយរបស់យើងមានសុខភាពល្អបញ្ចេញជាតិពុលវាធ្វើឲ្យស្បែករបស់យើងថ្លាហើយវាធ្វើឲ្យសុខភាពយើងល្អប្រសើរជាងមុនរឿងនេះសំខាន់គឺវាអត់ធ្វើឲ្យយើងធាត់ទេអូខេចាអញ្ចឹងល្អបំផុតគួរតែរកវិធីសាស្ត្រក្នុងការដោះអា stress ហ្នឹងឲ្យបានល្អប្រសើរខ្ញុំនឹងនិយាយបន្ថែមទៀតទៅរឿង stress នៅវីដេអូបន្ទាប់អរគុណច្រើន